នេះគឺជា account TikTok របស់ខ្ញុំផ្ទាល់ view វាមិនច្រើនខ្លាំងទេយ៉ាងហោចណាស់ក៏ធ្វើ 9k 10k អញ្ចឹងទៅតែវីដេអូខ្លះវាក៏ឡើងដល់ 200k ចូលដល់ 1M បើអ្នកទាំងអស់គ្នាចង់បាន live view ច្រើនអញ្ចឹងអាចមកប្រើសេវាកម្ម boot របស់ពួកយើងបានដែលអាចសាក boot ចាប់$1ឡើងទៅបានហើយសម្រាប់ការ boot ហ្នឹងអ្នកមើលជាជនជាតិខ្មែរ live view វាអត់ចេះធ្លាក់វិញទេដើម្បីអាច boot បានអ្នកទាំងអស់គ្នាអាចចូលទៅកាន់ website មានន័យថាអ្នកទាំងអស់គ្នាចូលទៅកាន់ Google ក៏បាន Safari ក៏បាន search ទៅលើពីអានសាលាមួយនេះឬមកក៏ចុចតាម link នៅលើ bio របស់ខ្ញុំបន្តមកទៀតគឺអ្នកទាំងអស់គ្នានឹងឃើញជាទម្រង់បែបហ្នឹងហើយយើងរើស website ខាងលើគេមក amsala.com អញ្ចឹងបើអ្នកទាំងអស់គ្នាចូលមកដំបូងអត់ចេញដូចខ្ញុំទេវាចេញជាទម្រង់បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ជួយទេទុកឲ្យវាធ្វើការវល់ខ្លួនឯងទៅគឺវានឹងនាំយើងចូលទៅដល់ website ហើយប៉ុន្តែបើសិនជាវាអត់វល់ចឹងទេវាចេញប្រអប់បែបនេះយើងចុចចាំអ្នកទាំងអស់គ្នាធ្វើការចុចក្នុងប្រអប់ហ្នឹងទៅដើម្បីឲ្យវា verify ហើយដាក់អញ្ចឹងមកដើម្បីការពារកុំឲ្យមាន bot ចូលមកប្រើ website តែប៉ុណ្្នឹងឯងសម្រាប់ website នេះគឺវាមានមុខងារច្រើនដូចជាការបុកហ្គេមទិញ Telegram Star Premium បូ TikTok ហើយនឹងមុខងារអាចជាច្រើនទៀតស្ទើរតែជាមុខងារ free អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកសាកបានតែដោយសារខ្ញុំបូ TikTok គឺខ្ញុំបង្ហាញតែវីដេអូបូ TikTok ទេហើយមួយទៀតបើសិនជា website របស់អ្នកទាំងអស់គ្នាអត់ចេញភាសាខ្មែរដូចខ្ញុំវាចេញអង់គ្លេសយើងអាចចុចលើរូបទង់ជាតិខ្មែរខាងលើមកចេញខ្មែរហើយការបូ TikTok គឺវាមានពីរប្រភេទអ្នកទាំងអស់គ្នាមានខ្មែរហើយនឹងកន្លែងនេះកន្លែងតម្លៃទាបហ្នឹងតែវាធូរមែនប៉ុន្តែខ្ញុំអត់ណែនាំឲ្យ boot សោះហ្មងដោយសារអីសម្រាប់ការ boot ហ្នឹងអ្នកដែលចូលមើលវីដេអូរបស់យើងចូល like វីដេអូរបស់យើងមិនមែនជាមនុស្សពិតទេជា account bot account fake ហើយបន្ទាប់ពីយើង boot ហើយគឺវានឹងបាត់ like បាត់ view វិញវាដកទៅវិញណាតែបើយើង boot ខ្មែរនេះគឺវាអត់ចេះបាត់ទេដោយសារជាមនុស្សពិតអញ្ចឹងយើងអាច boot អានេះមកខ្ញុំណែនាំឲ្យ boot អាហ្នឹងមែនតើយើងអាចធ្វើការអស់ចុះក្រោមបន្តិចគឺអ្នកទាំងអស់គ្នានឹងឃើញជំរឿ boot ហើយមាន like follow view អញ្ចឹងសួរថាចុះបើខ្ញុំ boot like អញ្ចឹងវីដេអូហ្នឹងវាបានតែ like ទេមែនវាអត់បាន view ទេមែន no view គឺបាននេះគ្នាគ្រាន់តែថាអានេះគឺយើងផ្ដោតលើ like ច្រើនជាងមានថាបើអ្នកទាំងអស់គ្នាboot អាហ្នឹងគឺអ្នកទាំងអស់គ្នាបាន like តែមិនមែនថាបាន like ហ្នឹងច្រើនជាង view ទេណា view គឺវាតែងតែច្រើនជាង like ស្រាប់ហើយបើអ្នកទាំងអស់គ្នាចង់បាន follow ច្រើនអ្នកទាំងអស់គ្នាត្រូវការ follow អាច boot follow បានហើយ like view វាឡើងដូចគ្នាតែបើអ្នកទាំងអស់គ្នាជាអ្នកដែលប្រភេទថាយើងលក់សេវាកម្មយើងប្រមូលផលិតផលអញ្ចឹងយើងត្រូវការអ្នកមើលច្រើនហើយយើងអត់ខ្វល់ពី like ហ្មងទេអាច boot កន្លែង view នេះមកអញ្ចឹងថាបើសិនជាខ្ញុំចង់ boot ទៅលើ like គឺអ្នកទាំងអស់គ្នាត្រូវធ្វើការ copy link វីដេអូអ្នកទាំងអស់គ្នាចង់ boot ចូលមកដាក់កន្លែងនេះមានន័យថាចូលមកដល់ account TikTok របស់យើងចុចលើ account ចុចលើវីដេអូណាមួយដែលយើងចង់ boot ហើយបន្តមកគឺអ្នកទាំងអស់គ្នាត្រូវចុចលើ track 3ឬមកពាក្យ share ហើយយើងហៅមើលពាក្យថា copy link តែបើ copy link អត់ឃើញកន្លែងហ្នឹងទេយើងអាចអស់មកគេមកដោយសារពេលខ្លះវានៅគៀនយើង copy link copy អីហើយយើងអាចធ្វើការយក link មកដាក់ចូលកន្លែងហ្នឹងឬមកយើងចុចផាសកន្លែងនេះហើយកន្លែង Telegram នេះTelegram username អ្នកទាំងអស់គ្នាចង់ដាក់ក៏បានអត់ក៏បានអត់ជាបញ្ហាអីទេហើយយើងអាចធ្វើការរើសកញ្ចប់មកចង់ boot $1 $5 $15អាចរើសតាមនឹងបានឧទាហរណ៍ថាបើសិនយើង boot $1ហើយយើងអស់ចុះក្រោមឲ្យផុតមកគឺតែទាំងអស់គ្នានឹងឃើញជំរឿបងលុយហើយអញ្ចឹងយើងអាចចុចលើ QR នេះបានដែលមានរូប logo ធនាគារហ្នឹងដើម្បីឲ្យវាបង្ហាញ QR code មកអញ្ចឹងយើងចុចលើហ្នឹងគឺវានឹងចេញ QR code មកហើយអាចធ្វើការ screenshot ក៏បានឬមកក៏យើងសម្រាប់យកមក scan លុយក៏បានដែរអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ scan លុយ scan អីហើយគឺវានឹងធ្វើការ load ឲ្យយើងហើយប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចណាពេលដែល screenshot QR code យកទៅបាញ់លុយពេលដែលចេញពី website សូមកុំ clear website ចោលបាញ់លុយហើយគឺត្រូវតែចូលមកកាន់ website មួយហ្នឹងវិញណាសូមចូលមកកាន់ website វិញដើម្បីឲ្យវា load ទៅលើការបង់ប្រាក់បើសិនជាអ្នកទាំងអស់គ្នា clear ការទិញហ្នឹងគឺវាអត់ជោគជ័យទេប៉ុន្តែក៏បារម្ភបើមានបញ្ហាអាចឆាតទៅខ្ញុំបាន copy Telegram username មួយនេះអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការផ្ញើលុយទៅហើយវាចេញ គ្រីចេញអីជោគជ័យហើយកុំភ្លេចមកមើលវីដេអូមួយនេះអ្នកទាំងអស់គ្នាជួយលើហ្នឹងមកគឺវានឹងចេញវីដេអូបរិញ្ញាអញ្ចឹងហើយដោយសារចែកសម្រាប់ការ boot TikTok លើកដំបូងអញ្ចឹងគឺពួកខ្ញុំធ្វើការស្នើទៅក្រុមហ៊ុន TikTok ឲ្យ boot ទៅលើ account TikTok របស់អ្នកទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នា boot វីដេអូផ្សេងៗទៀតនៅក្នុង account TikTok តែគឺអាចតម្រូវឲ្យធ្វើអញ្ចឹងទៀតទេដោយសារពួកខ្ញុំបានស្នើលើកទី1ហើយអញ្ចឹងអានឹងយើងធ្វើតែសម្រាប់អ្នក boot ដំបូងទេជាអាចចូលមកសាកបានសុវត្ថិភាព 100%